បាទសួស្តីបងប្អូនវីដេអូនេះនឹងបង្ហាញបងប្អូនពីជំនាញមួយបន្ថែមទៀតគឺជំនាញវិស្វកម្មផលវិទ្យានិងទំនាក់ទំនងបាទអញ្ចឹងបងប្អូននឹងស្វែងយល់បន្ថែមតើជំនាញនេះនឹងផ្ដល់អ្វីខ្លះដល់បងប្អូនបាទជំនាញវិស្វកម្មផលវិទ្យានិងទំនាក់ទំនងជាមុខជំនាញមួយដែលផ្ដល់នៅនិស្សិតនៅចំណេះដឹងទាក់ទងទៅនឹងផ្នែកផលវិទ្យានិងទំនាក់ទំនងដើម្បីរួមចំណែកកសាងអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាពក្នុងផ្នែកទូរគមនាគមន៍និងបណ្ដាញបាទបរិយាបន្នជំនាញនេះតម្រូវឲ្យសិក្សារយៈពេល5ឆ្នាំឬក៏មានចំនួន140 credit យ៉ាងតិចបាទអញ្ចឹងដើម្បីសិក្សាជំនាញនេះបានបងប្អូនត្រូវមានចំណេះដឹងជាមូលដ្ឋានមុខជាមូលដ្ឋាននៅថ្នាក់ទី12ហ្នឹងគឺមានដូចជាគណិតវិទ្យារូបវិទ្យានិងវិទ្យាហើយក្រៅពីមុខវិជ្ជា2ផ្សេងទៀតគឺមុខវិជ្ជាភាសាអង់គ្លេសនិងការប្រើប្រាស់កុំព្យូទ័រផងដែរបាទអញ្ចឹងលក្ខខណ្ឌចូលរៀនគឺបងប្អូននឹងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឬក៏សញ្ញាបត្រមានតម្លៃស្មើត្រូវបំពេញបែបបទចូលរៀនទៅតាមលក្ខខណ្ឌរបស់គ្រឹះស្ថានអង្គការបាទតាមរយៈការប្រឡងប្រជែងជាដើមហ្នឹងទៅបាទអញ្ចឹងកម្មវិធីសិក្សាមានថាពេលដែលបងប្អូនរៀននៅជំនាញនេះខ្ញុំនឹងសូមលើកមុខវិជ្ជាគោលមួយចំនួនដើម្បីចែករំលែកទីមួយដូចជាបងប្អូននឹងសិក្សាជំនាញសំខាន់ដូចជាក្បួនក្នុងការសរសេរកម្មវិធីរចនាសម្ព័ន្ធនៃកុំព្យូទ័រកម្រិតខ្ពស់អន្តរកម្មរវាងអ្នកប្រើប្រាស់និងកុំព្យូទ័រសរសេរកម្មវិធីសម្រាប់ប្រព័ន្ធអ៊ីនធឺណិតបណ្ដាញព័ត៌មានវិទ្យាប្រព័ន្ធប្រតិបត្តិការវិស្វកម្មវិធីកុំព្យូទ័រមូលដ្ឋានទិន្នន័យកម្រិតខ្ពស់និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រព័ន្ធលក្ខណៈពង្រាយការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញព័ត៌មានវិទ្យាកម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាបច្ចេកវិទ្យា Cloud Computing ការកែច្នៃរូបភាពបាទការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យាការបង្កើតនិងការសាកល្បងគំរូនិងការធ្វើការជាមួយភាសានិងសមត្ថភាពបណ្ដាញជាដើមបាទហើយដឹងដែលបងប្អូននឹងទទួលបានក្រៅក្នុងការសិក្សាជំនាញនេះគឺនឹងមានសមត្ថភាពក្នុងការវិភាគរចនាសម្ព័ន្ធនៃកុំព្យូទ័រនិងព័ត៌មានការវិភាគនិងការគ្រប់គ្រងបណ្ដាញប្រព័ន្ធប្រតិបត្តិការការវិភាគនិងការសរសេរកម្មវិធីការបង្កើតនិងការគ្រប់គ្រងមូលដ្ឋានទិន្នន័យការបង្កើតនិងការគ្រប់គ្រងបណ្ដាញកុំព្យូទ័រការវិភាគនិងការសរសេរកម្មវិធីសម្រាប់ប្រព័ន្ធអ៊ីនធឺណិតការវិភាគអន្តរកម្មរវាងអ្នកប្រើប្រាស់និងម៉ាស៊ីនការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យាការវិភាគរូបភាពនិងទិន្នន័យតាមក្រាបតាមការបង្កើតនិងការគ្រប់គ្រងពហុព័ត៌មាននិងការបង្កើតបញ្ញាសិប្បនិម្មិតជាដើមនេះគឺជាមុខវិជ្ជាគោលហើយទីចុងក្រោយខ្ញុំសូមបង្ហាញអំពីឱកាសការងារឬក៏អាជីពដែលបងប្អូននឹងមានពេលក្រោយបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រជំនាញនេះបាទគឺបងប្អូនអាចថាជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងក្នុងក្របខ័ណ្ឌតាមក្រសួងពាក់ព័ន្ធជាគ្រូបង្រៀនលើជំនាញនេះជាវិស្វករផ្នែកសរសេរកម្មវិធីវិស្វករផ្នែកគ្រប់គ្រង website និងប្រព័ន្ធព័ត៌មានវិទ្យាវិស្វករគ្រប់គ្រងបណ្ដាញកុំព្យូទ័រអ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យាសាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យាអ្នកស្រាវជ្រាវផ្នែកព័ត៌មានវិទ្យានៅតាមក្រសួងស្ថាប័នឯកជនដែលប្រើប្រាស់បច្ចេកវិទ្យា Digital និងអង្គការសង្គមស៊ីវិលជាទូទៅផងដែរបាទសម្រាប់ជំនាញបន្ទាប់ខ្ញុំនឹងធ្វើការចម្លែកសម្រាប់នៅក្នុងវីដេអូក្រោយបាទសូមអរគុណ